ខ្ញុំកំសត់ម្លេះគេនេះវប្បធម៌ចឹងចូលទៅជួយមនុស្សចឹងញាតិញោមមើលបើគេរំលោភទឹកដីយើងឈឺយើងមានដីឯណានៅម្ដុំទល់ដែរហ្នឹងអត់មែនទេដីញោមនៅពេញប៉ុន្តែគេប៉ះយើងនោះឈឺពីព្រោះអានោះជាស្អីវាជាផ្ទះរួមរបស់យើងអញ្ចឹងត្រូវតែកូនចៅចំនួនក្រោយហ្នឹងត្រូវតែជាកម្លាំងដ៏មុតស្រួចនៅក្នុងការការពារសង្គមទឹកដីហើយសង្ឃឹមលើញាតិញោមទាំងអស់ហ្នឹងសង្គមមួយដែលអាចការពារបានទឹកដីបានគឺពួកយុវជនហ្នឹងស្រឡាញ់ទឹកដីអត់មានសក់ណាក្បាលហ្នឹងទេតែសក់ណាក្បាលហ្នឹងអស់ទាំងក្បាលអស់ទាំងសក់ហើយយើងត្រូវការសេចក្តីសុខយើងពេញចិត្តអ្នកខ្លះមាននិស្ស័យស្ដាប់អីមិនយល់ស្ដាប់តែឮព្រះធម៌ជ្រះថ្លាពេញចិត្តស្រឡាញ់ទឹកដីស្រឡាញ់សាសនាស្រឡាញ់ឪពុកម្ដាយស្រឡាញ់បងប្អូនហ្នឹងឃើញទេណានេះអញ្ចឹងវត្តអារាមហ្នឹងដើរតួនាទីជួយផ្នែកហ្នឹងហើយញោមជាអ្នកដែលសំខាន់ក្មេងខ្លះអាចស្ដាប់ញោមកូនចៅទាំងឡាយភាកច្រើនហ្នឹងស្ដាប់មេត្តាបិតាអញ្ចឹងញោមជួយប្រោះព្រំណាញាតិញោមណាប្រោះព្រំកូនអើយវប្បធម៌ប្រពៃណីអញ្ចឹងបានថ្មពេលព្រឹកឡើងម៉ោង3ម៉ោង4ហ្នឹងចេះតែព្យាយាមជាមួយនឹងពួកយុវជនហ្នឹងហើយក្មេងយើងតាមពិតកន្លែងខ្លះគ្នាឆ្ងាយពីវប្បធម៌ប្រពៃណីដោយសារតែអត់មានអ្នកណាប្រាប់គ្នាអាត្មាក៏មិនដឹងថានៅផ្ទះយ៉ាងណាប៉ុន្តែពេលអញ្ជើញមកវត្តដល់យើងប្រាប់ថាយ៉ាងដូចនេះធ្វើយ៉ាងដូចនេះវាបានផលអញ្ចេះល្អយុវជនទាំងអស់នោះគ្នាពេញចិត្តសប្បាយចិត្តហ្នឹងណាញាតិញោមហ្នឹងហើយត្រូវគិតរួមទាំងអស់គ្នាញាតិញោមមើលបើគេរំលោភទឹកដីយើងឈឺយើងមានដីឯណានៅម្ដុំទល់ដែរហ្នឹងអត់មែនទេដីញោមនៅពេញប៉ុន្តែគេប៉ះយើងនោះឈឺពីព្រោះអានោះជាស្អីវាជាផ្ទះរួមរបស់យើងអញ្ចឹងត្រូវតែកូនចៅចំនួនក្រោយហ្នឹងត្រូវតែជាកម្លាំងដ៏មុតស្រួចនៅក្នុងការការពារសង្គមទឹកដីហើយសង្ឃឹមលើញាតិញោមទាំងអស់ហ្នឹងសង្គមមួយដែលអាចការពារបានទឹកដីបានគឺពួកយុវជនហ្នឹងស្រឡាញ់ទឹកដីអត់មានសក់ណាក្បាលហ្នឹងទេតែសក់ណាក្បាលហ្នឹងអស់ទាំងក្បាលអស់ទាំងសក់ហើយណាហើយគ្នាឯងនិយាយអត់ជឿទេដោយសម័យញោមចឹង75ទៅជឿឯណាស្តាលីនឯណាជឿឯណាស្អីណាមនុស្សនៅជើងមេឃចិត្តអង្គតាក់តិចនោះដែរឃើញហ្នឹងគេយកមកអនុវត្តតិចទាំងអស់អាហ្នឹងវាកើតចេញអំពីការយល់ច្រឡំថាខ្លួនស្រឡាញ់ទឹកដីចឹងយុវជនយើងតាមរយៈសាសនាតាមរយៈវប្បធម៌តាមរយៈព្រហ្មវិហារធម៌របស់មេត្តាបិតានឹងញោមស្រោចស្រពដួងចិត្តរបស់ពួកយុវជននឹងឲ្យចេះស្រឡាញ់ទឹកដីស្រឡាញ់គ្រួសារស្រឡាញ់សង្គមបងទៅស្រុកយើងតចំនួនទៅនឹងបានរស់នៅប្រកបដោយសុខប្រកបដោយចម្រើន